រឿងពួកភិក្ខុកោសំពីព្រះសាស្តាទ្រង់បានប្រារព្ធពួកភិក្ខុកោសំពីពួកភិក្ខុកោសំពីទាំងនោះជាដំបូងគ្រាន់តែចោទគ្នាពីអាបត្តិតូចតាចប៉ុណ្ណោះតែដល់ក្រោយមកក៏កើតមានវិវាទឆ្លោះប្រកែកគ្នាទៅជារឿងធំដុំខ្លាំងឡើងទោះបីជាព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ហាម5យ៉ាងណាក៏ដោយក៏ពួកភិក្ខុទាំងនោះមិនព្រមធ្វើតាមព្រះឱវាទរបស់ព្រះអង្គឡើយកាលបើយ៉ាងនេះហើយព្រះពុទ្ធជាម្ចាស់ទ្រង់ជ្រាបច្បាស់ក្នុងព្រះទ័យថាប្រកាសជាមិនបានប្រយោជន៍អ្វីឡើយទើបព្រះអង្គទ្រង់ស្ដេចយាងចេញឆ្ងាយពីពួកភិក្ខុក៏សំពីទាំងនោះទៅគង់ចាំព្រះវស្សានៅក្នុងព្រៃរកេតវ័នតែមួយព្រះអង្គឯងគត់ចំណេរកាលក្រោយមកពួកពុទ្ធបរិស័ទបានថ្កោលទោសពួកភិក្ខុទាំងនោះបានដឹងកំហុសរបស់ខ្លួនក៏បានចូលទៅរកព្រះអនន្តថេរឲ្យលោកជួយសុំខមាទោសចំពោះព្រះពុទ្ធជាម្ចាស់ហើយទូលសុំឲ្យព្រះអង្គស្ដេចយាងត្រឡប់មកវិញព្រះសាស្តាទ្រង់បានទទួលពាក្យរបស់ភិក្ខុកោសំពីទាំងនោះហើយទើបស្ដេចយាងវិលត្រឡប់មកវិញទ្រង់ប្រទានព្រះឱវាទដល់ពួកភិក្ខុទាំងនោះឲ្យមានសេចក្តីព្រមព្រៀងគ្នាចេះស្រឡាញ់គ្នាកុំឲ្យមានការឆ្លោះទាស់ទែងនឹងគ្នាឯងតទៅទៀតដោយព្រះធម្មិកថាទីឃាវុជាដកហើយទ្រង់ត្រាស់នៅប្រគាថានេះថាបរេចនៈវិជានន្តិមយៈមដ្ឋៈយៈមាមសេយេចតដ្ឋៈវិជានន្តិតតោសមន្តិមេធគាពួកជនទាំងឡាយដទៃក្រៅអំពីបណ្ឌិតតែងមិនដឹងខ្លួនថាពួកយើងទាំងអស់គ្នានឹងវិនាសក្នុងកណ្ដាលជំនុំនៃពួកនេះដូច្នេះឡើយចំណែកឯពួកជនទាំងឡាយណាក្នុងកណ្ដាលជំនុំនៃពួកនេះដឹងខ្លួនច្បាស់ថាពួកយើងទាំងអស់គ្នានឹងវិនាសក្នុងកណ្ដាលជំនុំនៃពួកនេះដូច្នេះការឆ្លោះប្រកែកគ្នាទាំងឡាយរមែងរងាប់អំពីជនទាំងឡាយនោះ